យើងបានចូលមករដូវកាលនៃការ manifest មួយដែលខ្លាំងមែនទែនគឺមួយ portal ដែលអាចធ្វើឲ្យយើង manifest បានលឿនដោយសារតែឆ្នាំ2026គឺជាឆ្នាំនៃ beginning គឺជាឆ្នាំដែលមានតំណាងឲ្យលេខ1តើយើងគួរតែត្រៀមខ្លួនបែបណាដើម្បីឲ្យយើង manifest នៅរឿងដែលយើងបានដាក់គោលដៅនឹងថ្ងៃទី11ខែ1ឆ្នាំ2026នេះទ្វារធម៌ពលទាំងពីរបានចាប់ផ្ដើមបើកឡើងគឺតាក់ទងជាមួយ subconscious និង conscious mind របស់យើងគឺ connect គ្នាគេហៅថាយើងអាច manifest នៅរឿងល្អៗបានយើងចាប់ផ្ដើមបើកទ្វារនៃធម៌ពលល្អបានន័យថា connect ជាមួយនឹងចិត្តវិញ្ញាណព្រមទាំងជាមួយនឹងលោកខាងក្រៅរបស់យើងគឺជីវិតពិតដែលយើងទទួលបាននឹងឯងមុននឹងឈានទៅដល់នៃការ manifest នៅរឿងល្អៗទាល់តែយើងមាន energy ល្អជាមុនសិនអញ្ចឹងនៅថ្ងៃស្អែកចូលអ្នកទាំងអស់គ្នាព្យាយាមរក្សានៅធម៌ពលឲ្យល្អជាទីបំផុតបានន័យថាមិនឲ្យគិតច្រើនមួម៉ៅនៅអ្វីដែលយើងអាចជៀសបានគឺយើងគួរតែជៀសរក្សាជាមួយនឹង energy រក្សាជាមួយនឹងអារម្មណ៍ហាមធ្លាក់ហាមគិតហាមមិនសប្បាយចិត្តហាមមុខកញ្ញើចូលអ្នកទាំងអស់គ្នារក្សាជាមួយនឹង energy frequency ដែលអ្នកទាំងអស់គ្នាមានដើម្បីទៅតាក់ទាញនៅរឿងល្អៗសម្រាប់ឆ្នាំថ្មីទី3យ៉ាងដែលអាចឲ្យអ្នកទាំងអស់គ្នាធ្វើការ manifest នៅក្នុងថ្ងៃទី11ខែ1ឆ្នាំ2026បានគឺអ្នក